ចូលឲ្យប្រយ័ត្នចុះត្បិតនគរឋានសួគ៌ជិតដល់ហើយគឺពីអ្នកនេះហើយដែលហោរាអេសាយបានទាយថាមានសំឡេងនៃមនុស្សម្នាក់កំពុងតែស្រែកនៅទីរហោស្ថានថាចូលរៀបចំផ្លូវទទួលព្រះអង្គម្ចាស់ចូលតម្រង់ផ្លូវតូចថ្វាយទ្រង់ចុះសូមឲ្យរាជទ្រង់បានមកដល់សូមឲ្យព្រះハរតីទ្រង់បានសម្រេចនៅផែនដីដូចនៅឋានសួគ៌ដែរពេលវេលាបានសម្រេចហើយនគរព្រះជិតមកដល់ដូច្នេះចូលប្រែចិត្តហើយជឿដំណឹងល្អចុះចូលស្វែងរកនគរនិងសេចក្តីសុចរិតនៃព្រះជាមុនសិនទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផងដូច្នេះកុំអោយខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយពីព្រោះថ្ងៃស្អែកនឹងខ្វល់ខ្វាយចំពោះការរបស់ថ្ងៃនោះឯងសេចក្តីលំបាកនៅថ្ងៃណានោះគឺល្មមត្រឹមថ្ងៃនោះហើយព្រះយេស៊ូវមានព្រះបន្ទូលថានគរខ្ញុំមិនមែនត្រូវខាងលោកីយ៍នេះទេបើសិនជានគរខ្ញុំត្រូវមានខាងលោកីយ៍នេះនោះពួកអ្នកបម្រើខ្ញុំគេនឹងបានតយុទ្ធហើយដើម្បីមិនអោយខ្ញុំត្រូវបញ្ជូនទៅសាសយូដាឡើយតែឥឡូវនេះនគរខ្ញុំមិនមែនត្រូវខាងឋាននេះទេត្បិតនគរព្រះមិនសម្រេចនឹងការស៊ីឬផឹកនោះទេគឺស្រេចនឹងសេចក្តីសុចរិតសេចក្តីមេត្រីនិងសេចក្តីអំណរដោយនៅព្រះវិញ្ញាណបរិសុទ្ធវិញទេតាពីព្រោះអ្នកណាដែលបម្រើព្រះគ្រីស្ទដោយសារសេចក្តីទាំងនោះអ្នកនោះជាទីគប់ព្រះハរតីដល់ព្រះហើយព្រមទាំងមានមនុស្សរាប់អានដល់ខ្លួនដែរហេតុដូច្នេះត្រូវឲ្យយើងដេញតាមអស់ទាំងសេចក្តីដែលនាំឲ្យមេត្រីគ្នានិងសេចក្តីទាំងប៉ុន្មានដែលជួយស្អាងចិត្តគ្នាទៅវិញទៅមកឯពួកផារីស៊ីគេទូលសួរទ្រង់ពីនគរព្រះដែលត្រូវមកដល់នៅវេលាណានោះទ្រង់មានព្រះបន្ទូលឆ្លើយថានគរព្រះមិនមែនមកបែបឲ្យមើលឃើញទេគ្មានអ្នកណានឹងថាមើលនៅទីនេះឬថាមើលនៅទីនោះបានឡើយត្បិតមើលនគរព្រះក៏នៅកណ្ដាលអ្នករាល់គ្នាហើយពួកចោរពួកមនុស្សលោភពួកប្រមឹកពួកថ្មេះដៀលនិងពួកប្លន់កំហែងនោះមិនដែលបានគ្រងនគរព្រះទុកជាមរតកឡើយឯពួកអ្នករាល់គ្នាខ្លះពីដើមក៏ជាមនុស្សយ៉ាងដូច្នោះដែរតែបានលាងស្អាតហើយក៏បានញែកជាបរិសុទ្ធហើយរាប់ជាសុចរិតផងដោយនៅព្រះនាមព្រះអង្គម្ចាស់យេស៊ូវនិងព្រះវិញ្ញាណរបស់ព្រះនៃយើងរាល់គ្នា